ថ្ងៃទី14ខែធ្នូឆ្នាំ2025ឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោកអ្នកអង្គការលៀងខុនសហស្ថាបនិកក្រុមហ៊ុនជីបម៉ុងព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានសួរសុខទុក្ខនិងនាំយកអង្ករទឹកសុទ្ធនិងសាប៊ូជូនពុកម៉ែបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាពនៅក្រុងស្រីសោភ័ណ្ឌខេត្តបន្ទាយមានជ័យឯកឧត្តមរដ្ឋមន្ត្រីសូមថ្លែងអំណរគុណក្រុមហ៊ុនជីបម៉ុងយ៉ាងជ្រាលជ្រៅចំពោះការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែទាំនិងគាំពារប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពខេត្តបន្ទាយមានជ័យតមកឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដំណើរដោយឯកឧត្តមប្លែករាវីប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអ៊ុំរីត្រីអភិបាលនៃគណៈអភិបាលខេត្តបានបន្តអញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគសម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យតាំងនាមឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យឯកឧត្តមរដ្ឋមន្ត្រីដិតទីណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសជនរបស់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុដែលបានមកធ្វើការឧបត្ថម្ភគ្រឿងឧបភោគបរិភោគដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តក្នុងការថែទាំនិងគាំពារពុកម៉ែបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពខេត្តបន្ទាយមានជ័យ